សេចក្តីជូនដំណឹងសមាគមអ្នកសារព័ត៌មានកម្ពុជាអន្តរជាតិក្រោមការដឹកនាំរបស់ប្រធានសមាគមលោកបណ្ឌិតឈៀងសុផាន់សូមជម្រាបជូនដំណឹងទៅដល់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិនិងសាធារណជនទូទៅឲ្យបានជ្រាបថាលោកយួនឈីវដែលជាចាងវាងការផ្សាយកកុង Hot News ប្រចាំនៅខេត្តកកុងត្រូវបានស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ធ្វើលិខិតកោះហៅចុះកាលពីថ្ងៃទី18ខែមីនាឆ្នាំ2026លេខ095/26 លខកដើម្បីចូលមកបំភ្លឺពាក់ព័ន្ធទៅនឹងករណីបរិហាកេរជាសាធារណៈតាមបណ្ដាញសង្គម Facebook កាលពីថ្ងៃទី11ខែមីនាឆ្នាំ2026នៅថ្ងៃទី28ខែមីនាឆ្នាំ2026សមាគមអ្នកសារព័ត៌មានកម្ពុជាអន្តរជាតិបានទទួលលិខិតរបស់លោកយួនឈីវដើម្បីពិនិត្យមើលជុំវិញរឿងករណីខាងលើនេះដើម្បីចូលរួមដឹកនាំក្នុងការដោះស្រាយក្នុងនាមជាសមាគមនៅថ្ងៃទី30ខែមីនាឆ្នាំ2026នេះលោកយួនឈីវបានចូលបំភ្លឺក្នុងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់តាមការកំណត់ដោយការទទួលខុសត្រូវខ្ពស់ជុំវិញករណីខាងលើនេះដែលមានការសម្របសម្រួលយោគយល់ប្រកបទៅដោយគតិបណ្ឌិតខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ឯកឧត្តមខុយរីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់លោកឧត្តមសេនីយ៍តូសតថេងដែលជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដោយផ្ដល់តម្លៃចំពោះវិស័យសារព័ត៌មានបានធ្វើការបញ្ចប់ករណីនេះដោយទទួលយកបានប្រកបទៅដោយគុណតម្លៃសម្រាប់សមាគមអ្នកសារព័ត៌មានកម្ពុជាអន្តរជាតិតែងតែយកចិត្តទុកដាក់ពិនិត្យតាមដាននិងដោះស្រាយនៅរាល់បញ្ហារបស់បងប្អូនអ្នកសារព័ត៌មានដែលប្រកបមុខរបរវិជ្ជាជីវៈនេះនិងដែលមានការគោរពប្រកាន់ខ្ជាប់នៅគោលការណ៍ច្បាប់ស្តីអំពីធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាននិងយោងតាមច្បាប់នៃរបបសារព័ត៌មាននៅកម្ពុជាដែលមានការចង្អុលបង្ហាញប្រកបទៅដោយគតិបណ្ឌិតខ្ពស់ពីថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានក្រោមការដឹកនាំរបស់ឯកឧត្តមណេត ភេត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានដែលតែងតែយកចិត្តទុកដាក់ឲ្យអ្នកសារព័ត៌មានធ្វើការផលិតនិងចេញផ្សាយប្រកបទៅដោយក្រមសីលធម៌និងវិជ្ជាជីវៈដែលទទួលខុសត្រូវខ្ពស់សូមគោរពប្រសិទ្ធពរជ័យជូនពរទៅដល់ឯកឧត្តមខុយរីដាដែលជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់លោកឧត្តមសេនីយ៍តូសតថេងដែលជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់កងកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានពិសេសគឺឯកឧត្តមណេត ភេត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានសូមទទួលបាននូវសុខភាពល្អនិងសម្រេចរាល់ភារកិច្ចក្នុងសកម្មភាពនៃការបំពេញការងារជួនរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតនិងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាស្រ័យដូចបានជម្រាបជូនខាងលើនេះសូមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិសាធារណជនទូទៅសូមជ្រាបជាព័ត៌មានសេចក្តីជូនដំណឹងសមាគមអ្នកសារព័ត៌មានកម្ពុជាអន្តរជាតិក្រោមការដឹកនាំរបស់ប្រធានសមាគមលោកបណ្ឌិតឈៀងសុផាន់សូមជម្រាបជូនដំណឹងទៅដល់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិនិងសាធារណជនទូទៅឲ្យបានជ្រាបថាលោកយួនឈីវដែលជាចាងវាងការផ្សាយកកុង Hot News ប្រចាំនៅខេត្តកកុងត្រូវបានស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ធ្វើលិខិតកោះហៅចុះកាលពីថ្ងៃទី18ខែមីនាឆ្នាំ2026លេខ095/26 លខកដើម្បីចូលមកបំភ្លឺពាក់ព័ន្ធទៅនឹងករណីបរិហាកេរជាសាធារណៈតាមបណ្ដាញសង្គម Facebook កាលពីថ្ងៃទី11ខែមីនាឆ្នាំ2026នៅថ្ងៃទី28ខែមីនាឆ្នាំ2026សមាគមអ្នកសារព័ត៌មានកម្ពុជាអន្តរជាតិបានទទួលលិខិតរបស់លោកយួនឈីវដើម្បីពិនិត្យមើលជុំវិញរឿងករណីខាងលើនេះដើម្បីចូលរួមដឹកនាំក្នុងការដោះស្រាយក្នុងនាមជាសមាគមនៅថ្ងៃទី30ខែមីនាឆ្នាំ2026នេះលោកយួនឈីវបានចូលបំភ្លឺក្នុងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់តាមការកំណត់ដោយការទទួលខុសត្រូវខ្ពស់ជុំវិញករណីខាងលើនេះដែលមានការសម្របសម្រួលយោគយល់ប្រកបទៅដោយគតិបណ្ឌិតខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ឯកឧត្តមខុយរីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់លោកឧត្តមសេនីយ៍តូសតថេងដែលជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដោយផ្ដល់តម្លៃចំពោះវិស័យសារព័ត៌មានបានធ្វើការបញ្ចប់ករណីនេះដោយទទួលយកបានប្រកបទៅដោយគុណតម្លៃសម្រាប់សមាគមអ្នកសារព័ត៌មានកម្ពុជាអន្តរជាតិតែងតែយកចិត្តទុកដាក់ពិនិត្យតាមដាននិងដោះស្រាយនៅរាល់បញ្ហារបស់បងប្អូនអ្នកសារព័ត៌មានដែលប្រកបមុខរបរវិជ្ជាជីវៈនេះនិងដែលមានការគោរពប្រកាន់ខ្ជាប់នៅគោលការណ៍ច្បាប់ស្តីអំពីធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាននិងយោងតាមច្បាប់នៃរបបសារព័ត៌មាននៅកម្ពុជា
ដោយមានការចង្អុលបង្ហាញប្រកបទៅដោយគតិបណ្ឌិតខ្ពស់ពីឋានៈដឹកនាំនៃក្រសួងព័ត៌មានក្រោមការដឹកនាំរបស់ឯកឧត្តមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានដែលតែងតែយកចិត្តទុកដាក់ឲ្យអ្នកសារព័ត៌មានធ្វើការផលិតនិងចេញផ្សាយប្រកបទៅដោយក្រមសីលធម៌និងវិជ្ជាជីវៈដោយទទួលខុសត្រូវខ្ពស់សូមគោរពប្រសិទ្ធពរជ័យជូនពរទៅដល់ឯកឧត្តមខុយរីដាដែលជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់លោកឧត្តមសេនីយ៍តូសុថេងដែលជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់កងកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានពិសេសគឺឯកឧត្តមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានសូមទទួលបាននូវសុខភាពល្អនិងសម្រេចរាល់ភារកិច្ចក្នុងសកម្មភាពនៃការបំពេញការងារជូនរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតនិងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាស្រ័យដូចបានជម្រាបជូនខាងលើនេះសូមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិសាធារណជនទូទៅសូមជ្រាបជាព័ត៌មាន